រឿងភាគទី7នេះគឺបានចាប់ផ្ដើមឡើងនៅពេលដែលគេគឺបានបង្ហាញអំពីអតីតកាលក៏ដូចជាអតីតកាលរបស់អាឡានដោយវាគឺតាក់ទងជាមួយនឹងអតីតជាតិមុនរបស់គាត់នោះឯងគាត់គឺជាវីរៈបុរសដែលគឺត្រូវបានស្លាប់ដូច្នោះអំឡុងពេលដែលគាត់ស្លាប់នឹងគឺមាននៅនារីម្នាក់ប្រហែលជានាងគឺជាទេពអប្សរមើលទៅនាងគឺពិតជាយំខ្លាំងមែនទែនដោយអាឡាននឹងក៏បាននិយាយឲ្យថានាងចាំបាច់យំធ្វើអីវាគ្រាន់តែជាភាពរឹងទទឹងរបស់ខ្ញុំនោះទេសេចក្តីស្លាប់មួយនេះសម្រាប់ខ្ញុំវាគ្មានអីអស្ចារ្យនោះទេវាក៏ដោយសារតែខ្ញុំខ្លួនឯងនោះឯងបើយើងមើលមកកាន់ទេពអប្សរម្នាក់ហ្នឹងគឺនៅតែបន្តយំមើលទៅមុខមាត់របស់នាងដូចជាមួយនឹងអាចារ្យម្នាក់ដែលបានឃើញនៅក្នុងវីដេអូភាគទី6ការវិភាគទី1អត់មានបាននិយាយថាចាចាហ្នឹងគឺជាព្រះនាងលីសាតែតាមពិតទៅមិនមែនទេអត់មានមើលទៅសក់ស្រៀងស្តៀងគ្នាច្រឡំហើយលីសាបណ្ដោយទៅអញ្ចឹងហើយចាចាម្នាក់ហ្នឹងកាលនោះគាត់គឺមានសមត្ថភាពនៅក្នុងការផ្ដល់នៅបំណងប្រាថ្នាទៅកាន់នរណាម្នាក់នាងបាននិយាយថាអ្នកគឺជាវីរៈបុរសដែលខ្ញុំប្រាថ្នាចង់បានដូច្នោះមុននឹងអ្នកស្លាប់ទៅខ្ញុំផ្ដល់បំណងប្រាថ្នាទៅឲ្យអ្នកមួយដោយបំណងប្រាថ្នារបស់អាឡាននោះគឺជាភាពសាមញ្ញមួយដែលគាត់ចង់ដើរហើរគ្រប់ទីកន្លែងអញ្ចឹងទៅផ្សងព្រេងទៅនេះទៅនោះទៅអាឡានក៏បានក្រោកពីដំណេកដែលនោះក៏ជាសុបិនរបស់គាត់ហើយវាក៏ជាការពិតការបញ្ជាក់មុនដែរអាឡានក៏ដឹងដែរថាសុបិនមួយនេះបានបង្ហាញមកតែគាត់នៅអាឡោះអាល័យមែនទេអាឡាននៅពេលដែលបានចេញមកខាងក្រៅឃើញថាលីសានាងក៏បានអរុនសួស្ដីផងដែរហើយនាងក៏បានរៀបចំនៅអាហារពេលព្រឹកសម្រាប់ពួកគេដូចគ្នាភ្លាមចាចេណូអេរបស់យើងចេញមកគឺថាសំបីតាអាវនឹងក៏ពាក់ដែរពាក់តែអាវក្នុងរបស់គេទេតែនិយាយពីថាអាវក្រៅអត់មានពាក់អីតិចលីសាគាត់ឃើញចុងចំដាក់យើហ្មងទៅចេញមកយ៉ាងហោចណាស់ក៏ពាក់កៅអៅត្រឹមត្រូវទីដែរយីប៉ែនេះនៅនេះមានប្រុសមិនមែនស្រីសុទ្ធទេវើយតែណូអែលនាងក៏បានតបថាមានបញ្ហាអីទៅអាឡានក៏ធ្លាប់ឃើញខ្ញុំដែរសំខាន់នាងបាននិយាយថាឃើញនៅក្នុងរថសម្របសម្រួលចុញស្អីគេទៅលីសាគាត់នៅលើថាចុំឃើញនៅរថសម្របសម្រួលស្អីអាឡានចាប់ច្រវាច់កកវែងយកទៅអាឡានវិញគ្មានតដៃអីកើតទេនៅពេលនេះផងដែរពួកគេក៏បានញ៉ាំអាហារជុំគ្នាក៏ដើម្បីត្រៀមខ្លួនចេញដំណើរទៅខាងមុខទៀតភ្លាមចាចាម្នាក់ដែលនៅក្នុងហាងក៏បានយកនៅឯកសារមួយចំនួនប្រាប់ទៅកាន់អាឡានថាចុំអាឡានឥឡូវមិនគាត់មកហាងនេះអញ្ចឹងហើយដឹងអត់ឯកសារមួយចំនួនដែលតាក់ទងជាមួយនឹងអាឡានក្នុងការលក់របស់គាត់នោះគឺថានៅពីពេញនឹងតែម្ដងសំខាន់ណាស់អាឡាបានតែអើពើអីបន្តិចអញ្ចឹងខ្ញុំចង់និយាយថាអាការពិភាក្សាមុនអាឡានយករបស់នឹងទៅលក់វាគ្រាន់តែជាសកានេះទេខ្ញុំហៅថាចិញ្ចិញព្រោះខ្ញុំមើលទៅតាម subtitle ទេអញ្ចឹងវាក៏មានកន្លែងខុសខ្លះទៅព្រោះខ្ញុំអាចកែតម្រូវបានគ្រប់កលៈទេសៈទេព្រោះខ្ញុំអត់ចេះអង់គ្លេសដូច្នោះនៅពេលនេះចាចង់ឲ្យអាឡានទៅជាមួយគាត់ដើម្បីធ្វើការដោះស្រាយនៅឯកសារមួយចំនួននេះស្របពេលដែល Noel ក៏បានប្រាប់ទៅកាន់នាងថា No យកប្រុសខ្ញុំទៅណាទេ No កុំឲ្យយកទៅគេត្រូវត្រៀមខ្លួនដើម្បីហាត់ដើរជាមួយខ្ញុំទៀតហើយក៏រៀបចេញធ្វើដំណើរដែរឲ្យយកទៅណាទេវើយឯកសារអីយីពេលអញបោះចោលអត់ទៅស្របនឹងពេលហ្នឹងឃើញថាចាលីសាក៏បាននិយាយដូចគ្នាអាឡានក៏ជារបស់ខ្ញុំដែរឲ្យយកទៅណាទេចឹងហើយមួយសន្ទុះក្រោយមើលយើងក៏បានឃើញថាអ្នកទាំង3នាក់ហ្នឹងគឺបានទាញដៃទាញជើងអាឡានឡើងពេញនឹងតែម្ដងឲ្យខ្ញុំអស់សំណើចខ្លាំងមែនទែនកន្លែងហ្នឹងរឿងដែលខ្ញុំហួចចូលទៀតមីលីននឹងជាអត់សុំគេអីដែរទេទៅទាញជើងគ្នាទៀតចប់មកអត់មានអីនិយាយបរោយដល់ពេលចាឃើញអត់កំឡោះសង្ហាអាឡានរបស់យើងជោគជ័យបដាហើយចូលនេះមើលវិញការជោគជ័យគេទៅវៃតែចំពោះ admin វិញគឺថាជោគជាំសរឿងបន្តរបស់យើងក៏បានបង្ហាញឲ្យឃើញថាអ្នកទាំង3នាក់ក៏រៀបចំខ្លួនដើម្បីចាកចេញអំពីទីនេះស្របពេលដែលគេក៏បានលាននៅ Bearis ដូចគ្នា Bearis ក៏ដូចជា Lisa បានប្រាប់ទៅកាន់គ្នាឲ្យថាខ្លួនរៀងខ្លួនផងស្របពេលដែល Bearis ទ្រាំបានទេរត់តាមគេប្រកម្មមុខប្រកាច់ប្រកិនវិញនៅកំសត់យកតែមែនតើនៅដើមមួយគេសុកឥឡូវគេចាត់មកឲ្យនៅផ្ទះវិញចប់ហើយអ្នកទាំង4នាក់បន្ទាប់ពីបានធ្វើដំណើរជាង80ម៉ោងក៏បានមកដល់កន្លែងមួយដោយទីទួលទីនេះទៀតសោតគឺថាដីអត់ស្រួលទេកលីកលោកពេញនឹងតែហ្មងអែលអើយអញធ្លាប់តែល្មមដេកឥឡូវរកដេកអីបន្តិចបានទេតែក៏មើលទៅកាន់អាចារ្យមីលីនវិញគឺថាដេកស្ពឹកអត់មានដឹងខ្លួនអីបន្តិចតែម្ដងគេយកមកចិញ្ចឹមតបានមួយថ្ងៃផងឥឡូវកាត់តាមគេមួយបាតចប់ហើយភ្លាមអាឡានក៏បានចូលរទេះយ៉ាងលឿនក៏ដោយសារតែនៅខាងលើនេះគឺដូចជាមាននៅចចកខ្សាច់មួយក្រុមសិនមកជាអ្នកទាំង4នាក់ធ្វើដំណើរទៅបន្តនៅរងការវិវហាដូច្នោះអាឡានក៏បានទៅចាត់ការតែម្ដងទៅកុំឲ្យវាយើងបានមុនអញ្ចឹងចាត់ការវាមុនទៅធ្វើដំណើរជាង8ម៉ោងបន្ថែមទៀតឃើញថាអ្នកទាំងអស់គ្នាក៏បានមកដល់ទីក្រុងថ្មីមួយទៀតហើយមើលទៅប្រជាជនច្រើនខ្លាំងមែនតើតែខ្ញុំនិយាយមើលវាខុសពីរឿងចិនបែប 3D អា 2D នេះគឺថាប្រជាជនឈើទៅមើងហ្មងតែបណ្ដាពិភាក្សាគ្នាបណ្ដាស្របពេលដែល Noel វិញគឺថារំលឹកទៅដល់ជាងដៃហើយនាងចង់រកកន្លែងណាមានតូបជាងដៃនាងលីសានាងក៏មានអារម្មណ៍ថាទីក្រុងមួយនេះដូចជាមិនសូវស្រួលប្រហែលទេហាក់បីដូចជាខុសប្លែកពីគេអញ្ចឹងនាងគឺមានអារម្មណ៍ថាវាគឺពិតជាគួរឲ្យខ្លាចបើយើងមើលទៅទីក្រុងមួយនេះគឺថាវាមានទីតាំងជាប់ជាមួយនឹងព្រំដែនទេក៏ប៉ុន្តែឃើញថាទាហានរបស់គេនឹងគឺជាការគ្រប់ទីកន្លែងតែម្ដងក៏ប្រហែលជាអាចនឹងមានអ្វីប្លែកបានជាទាហានយាមការតឹងរឹងដល់ថ្នាក់នេះកន្លែងទៅដើរនិយាយគ្នាអត់បានមើលមុខនឹងគឺថាឡានគឺបានបុកជាមួយនឹងក្មេងស្រីម្នាក់ដែលយើងបានឃើញការពិភាក្សាទី6ឡានក៏បានធ្វើការសំទោសនាងក៏ប៉ុន្តែនៅពេលដែលឃើញនោះគឺជា Henry នាងគឺមានការផ្ទះផ្អើលបន្ទាប់ពីបានឃើញថាឡានមកទីនេះដូច្នោះឡានក៏ចង់សួរដូចគ្នាតើនាងមកទីនេះដើម្បីអីទៅឡានគឺបានសន្និដ្ឋានថាចចែនឹងគឺវង្វេងនៅក្នុងទីក្រុងឡានក៏បានបន្តឲ្យថាមើលទៅចែឯងនឹងគឺនាំទុកដល់ខ្ញុំមកជូនទៅផ្ទះមិនដឹងមើលទៅ Henry ក៏ទៅលើថាឡានថាឲ្យខ្លួននាំទុកដល់គេនឹងក៏បានធ្វើជាមញីមញក់តែម្ដងអត់ទេខ្ញុំមិនបានវង្វេងអីទេលេងខ្ញុំទៅតែគ្រាន់តែឡានលេងប៊ីផ្កាមុខទៅហើយនឹងយ៉ាប់ហ្មងឡាននេះអែបាននិយាយទៅកាន់ឡានថាមើលទៅក្មេងស្រីនេះគួរឲ្យស្រឡាញ់ដែរក៏ប៉ុន្តែ
តែឯងស្គាល់គ្នាលីសានាងក៏ស្គាល់ក្មេងស្រីម្នាក់នឹងដូចគ្នាដែលនាងគឺជា Harriet មកអំពីគ្រួសារ Margis នោះឯង Henry នាងក៏បានស្គាល់ជាមួយនឹងវត្តមានរបស់ប៉នាងលីសាដូចគ្នា Henry ក៏បានសួរថាឥឡូវនេះប៉នាងគឺជាមេគ្រួសារ Westfield មែនអត់ហើយគេក៏បានស្គាល់ប៉នាងផងដែរថាគឺជាលីសា Westfield ហើយមូលហេតុដែលនាងស្គាល់គ្នាដូច្នោះវាក៏ប្រហែលជាពួកគេនឹងកាលពីមុននឹងធ្លាប់លេងជាមួយគ្នាឬក៏ស្គាល់គ្នាអីចឹងទៅណាមួយទៅទីក្រុងមួយនេះគឺមានទីតាំងមិនឆ្ងាយគ្នាប៉ុន្មាននោះទេវាគឺមានទីតាំងជិតនគរ Adu Astella ដែរនឹងអញ្ចឹងបានពួកគេស្គាល់គ្នា Henry នាងគឺឆ្ងល់ថាតើអ្នកទាំងអស់គ្នាមកទីនេះធ្វើអីទៅពួកគេក៏បានតបថាពួកគេមកទីនេះដើម្បីដើរទស្សនានោះទេតែ Henry នាងក៏បានដឹងយ៉ាងច្បាស់ថាពួកគេគឺកុហកនាងតាមពិតទៅពួកគេមកទីនេះគ្រាន់តែចង់ដឹងរឿងមួយចំនួនទាក់ទងជាមួយនឹងទីក្រុងតែ Henry បានប្រាប់ទៅកាន់អ្នកទាំង4ថាកុំនៅទីក្រុងមួយនេះយូរពេកអីព្រោះថាវាមិនសុវត្ថិភាពនោះទេនៅពេលយប់ចក្រភពមួយនេះពោពេញទៅដោយរឿងចម្លែកលើពីនេះវាមាននៅអាប់មួយទៀតផងនៅពេលដែលអាប់នោះបានមកដល់វាគឺនឹងឆក់យកជីវិតមនុស្សផងដែរខ្ញុំមើលទៅអ្នកទាំងអស់គ្នាគួរតែត្រឡប់ទៅទីក្រុងរបស់អ្នកទាំងអស់គ្នាសិនទៅដើម្បីកុំឲ្យមានគ្រោះថ្នាក់ដោយសារតែអ្នកទាំង4ចេះចង់នៅដូច្នោះនាងក៏បាននិយាយផងដែរថាវាគឺពិតជាចម្លែកពិតមែនប៉ុន្តែគេគឺបានរៀបចំនៅក្រុមមួយដែលមានឈ្មោះថា Blackwood King ឬក៏យើងស្គាល់ថាជាចចកខ្មៅក្រុម Blackwood King មួយនេះគឺជាក្រុមដែលទទួលបានការអនុញ្ញាតអំពីទីក្រុងមួយនេះផ្ទាល់តែម្ដងបើសិនបើជាពួកគេចង់សម្រេចចិត្តតែធ្វើអ្វីពួកគេគឺនឹងធ្វើពួកគេត្រូវបានបង្កើតឡើងទៅជាអង្គភាពមួយលើពីនេះអង្គភាពរបស់គេនឹងគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែននៅក្នុងចក្រភពទាំងអស់ខ្ញុំមើលទៅពួកអ្នកគួរតែត្រឡប់ទៅនគរទៅដើម្បីថែរក្សានូវសុវត្ថិភាពបើសិនជាមិនចង់មានគ្រោះថ្នាក់បើមិនដូច្នោះនោះទេពួកអ្នកគឺអាចនឹងchếtរយតែម្ដងឥឡូវខ្ញុំលាទៅសិនហើយអត់ចង់នៅយូរទេយកខ្មោចឡើងវើយអាឡានដោយសារតែមិនអស់ចិត្តជាមួយនឹងពាក្យសម្ដីរបស់ Henry ក៏បានរត់ទៅតាមដែលបានប្រាប់ទៅកាន់លីសាថាខ្ញុំគឺនឹងត្រឡប់មកវិញរងចាំនៅទីនេះសិនហើយពេលដែលបានមកជួប Henry អាឡានក៏ចាប់ផ្ដើមនិយាយសាច់កាប់យកតែម្ដងហេអត់មានគ្រប់គ្រូអីបន្តិចឯងកូនសិស្សមិនធ្វើជាកូនសិស្សនៃព្រះហ្នឹងតែខ្លួនឯងហ្នឹងគឺហំហានមែនកូនស្រីនៃគ្រូសាម៉ាគេអញ្ចឹងមែនអត់ចេះរៀនច្បាប់អីបន្តិចទេយ៉ាងហោចណាស់ក៏គោរពដល់ចាស់ទុំមែនគ្រូតាំងវិជាតិមុនយ៉ាងហោចណាស់ក៏គោរពបន្តិចដែរយីបែបនេះវ៉ៃបើតាមការសន្ទនាក៏ដូចជាពាក្យសម្ដីរបស់អាឡាននោះគឺថាចែចែហ្នឹងក៏ជាកូនសិស្សរបស់អាឡានការវិជាតិមុនហើយក៏ត្រូវជានារីម្នាក់ដែលបានផ្ដល់នៅបំណងប្រាថ្នាចុងក្រោយរបស់អាឡាននោះឯងដោយតែបានដឹងអញ្ចឹងការពិភាក្សាជាមួយនឹងចុងវីដេអូនាងបាននិយាយថាហេតុអ្វីបានជាគេសម្រេចចិត្តជ្រើសរើសជីវិតបែបនេះនាងឆ្ងល់អាឡានក៏បាននិយាយឲ្យថាអាការជាតិមុននឹងឯងងាប់ហ្នឹងគឺថាហំហានខ្លាំងមែនតើនិយាយទៅដូចអាណិតឯងតាមបើជាតិនេះខ្មើចំយ៉ាយប៉ៃនេះវ៉ៃហានរិតដោយសារតែតមាត់អាឡានអត់ឈ្នះហ្នឹងគឺពិតជាអៀនខ្លាំងមែនតើបន្ទាប់ពីនេះនាងក៏បានប្រាប់អាឡាននឹងត្រឡប់ទៅផ្ទះវិញឲ្យលឿនទៅបើមិនចង់មានគ្រោះថ្នាក់ទេអាឡានក៏មិនចង់តបអីច្រើនដែរបើជ្រុលជាកូនសិស្សការវិជាតិមុនលួចក្រាស់គ្រូហើយឥឡូវអត់គោរពគ្រូទៀតទៅហ្មងអញ្ចឹងអាឡានដើរនៅតាមផ្លូវសុកឮសំឡេងផ្ទុះបឹងហើយអ្នកភូមិដែលធ្លាប់ទៅឈើថ្មឹងហ្នឹងក៏បានប្រតិកម្មមើលផងដែរអាឡានក៏បាននឹកទៅដល់ពេលសម្ដីរបស់ Henry Pittman នាងបាននិយាយថាវាគឺនឹងមានអាប់ហើយក៏មាននឹងការបន្ទោសផងដែរឥឡូវគឺផ្ទុះមែនដល់កម្ពុជាវៈបរោះដែលកម្ពុជាឆ្ងល់ដូចជាអាឡាននេះក៏បានរត់ទៅមើលតែម្ដងនៅពេលដែលបានទៅដល់គាត់គឺបានប្រទះឃើញថាមានប្រុសម្នាក់មិនដឹងថារត់គេចជាមួយនឹងអ្វីនោះទេមាននៅកំបិតទៀតផងមើលទៅគាត់បានជាចោលប្លន់តែម្ដងគាត់ក៏បានទីកំបិតបំរុងនឹងចាក់អាឡានទៅហើយតែអាឡានវិញគឺគេចតែបន្តិចនោះទេហើយក៏បានធ្វើការកវិសអាប៉ែនឹងមិនដៃដួលភ្លឹងតែម្ដងភ្លាមប្រុសម្នាក់នឹងក៏បានបញ្ចេញនូវអំណាចធម្មពលរបស់គាត់យ៉ាងខ្លាំងស្របពេលដែលគាត់គឺពិតជាមានការជីចាប់ខ្លាំងមែនទែនតែរំពេចក្រោមមកគាត់ក៏បានផ្ទុះបឹងដល់ក៏បានដេកដួលបាត់ទៅអាឡានក៏ដឹងថានេះគឺជាស្នាដៃរបស់បិសាចគ្របនឹងពេលនឹងយើងបានឃើញថាកងទ័ពមួយក្រុមក៏បានមកដល់ទីនេះថាពេលនឹងយើងបានឃើញជាមួយនឹងវត្តមានរបស់ចាយមេតបព្រមទាំងកងទ័ពមួយចំនួនទៀតចែនឹងក៏កំពុងតែតាមចាប់ជាមួយនឹងវត្តមានប្រូម្នាក់អំបញ្ញមិញហើយប្រូម្នាក់នឹងគឺថាជាប់ពាក់ព័ន្ធជាមួយនឹងរឿងក្តីមួយដែលគឺតាក់ទងជាមួយនឹងការបំផ្ទុះអំបញ្ញមិញនេះឯងចាយមេតបបន្ទាប់ពីបានឃើញថាជនសង្ស័យគឺបាយឈៀងពេញនឹងអញ្ចឹងក៏បានធ្វើការចាប់អាឡានតែម្ដងទៅអាឡានក៏បានធ្វើការរៀបរាប់ថាខ្ញុំមិនបានសម្លាប់គាត់នោះទេខ្ញុំគ្រាន់តែតទល់ជាមួយគាត់តែបន្តិចឲ្យគាត់ដួលតែភ្លាមគាត់ក៏បានទៅជាបែបហ្នឹងទៅតែបើទោះបីជាយ៉ាងណាក៏ដោយចាយមេតបហ្នឹងគឺមិនយល់ស្របជាមួយនឹងគំនិតរបស់អាឡាននោះទេក៏ដូចជាមិនជឿពាក្យសម្ដីរបស់អាឡានព្រោះថាអាឡានអត់មានភ័ស្តុតាងដោយបន្ទាប់ពីបានធ្វើការចរចាគ្នាឲ្យជាង80ម៉ោងចាយមេតបគឺមិនយល់ព្រមនៅក្នុងការដោះលែងអាឡាននោះទេដោយសារតែអាឡានគឺបានសម្លាប់មនុស្សហើយនាងក៏នឹងចាប់អាឡានទៅដាក់ប្រៃសផងដែរដល់ពេលអញ្ចឹងអាឡាដឹងនិយាយអីចេញទេចាយមេតបក៏បានធ្វើការចាប់អាឡានដើម្បីយកទៅជាមួយគាត់តែភ្លាមអាឡានគឺស្រាប់តែបំបាំងកាយបាត់តែម្ដងចាយនឹងក៏បានឆោឡោឲ្យគ្នារបស់គាត់តាមរកគេភ្លាមដោយគាត់ក៏បានបញ្ជាទៅកាន់កងទ័ពទាំងអស់ឲ្យបិទទ្វារទីក្រុងនេះទាំងមូលដើម្បីចាប់អាឡានចាម្នាក់នឹងគាត់ក៏ដឹងថាស្នាដៃអំបញ្ញមិញគឺជាស្នាដៃរបស់បិសាចតែគាត់គឺនៅតែចេះចង់ចាប់អាឡាននឹងកើតអីបែបនេះតិចចង់ញ៉ាយគេដឹងតែបានមកសង្គ្រោះអាឡាននោះគឺជាមីលីននោះឯងអាឡានឆ្ងល់ថាហេតុអ្វីបានជាមីលីនដឹងថាគាត់នៅទីនេះភ្លាមគេថាមិត្តភក្តិរបស់គាត់ក៏បានចេញមករួមមានជាមួយនឹង Henry ផងដែរអាយ៉ាអាឡានចាប់ផ្ដើមជោគជ័យបដាទៀតហើយ Henry នាងក៏បាននិយាយដូចគ្នាថាអើយអាឡានអើយអានឹងឲ្យចេះដឹងពេកនៅមិននៅទៅលពើឯងនេះកំពុងតែធ្វើឲ្យខ្លួនឯងមានបញ្ហាហើយមូលហេតុដែលពួកយើងដឹងថាលោកមានគ្រោះថ្នាក់ក៏ដោយសារតែ Henry នាងបានត្រឡប់មកជួបពួកយើងក៏ប៉ុន្តែមិនឃើញនៅវត្តមានរបស់ឯងនោះទេអាឡាហើយក៏ដោយសារតែរងចាំយូរពេកក៏សម្រេចចិត្តឲ្យមេលីនទៅជួយសង្គ្រោះឯងក៏ដូចជាតាមរកជួយហ្មងទៅដោយលើពីនឹង Henry នាងក៏ពិតជាមានសមត្ថភាពខ្លាំងមែនតើនាងអាចដឹងថាមេលីននឹងគឺមានសមត្ថភាពអាចបំបាំងកាយដោយ Henry នាងក៏បាននិយាយតើតើជាមួយនឹងសមត្ថភាពរបស់មេលីនអាឡានបានដឹងផងដែរអាឡានគឺពិតជា
មានការភ្ញាក់ផ្អើលបន្ទាប់ពីបានដឹងអំពីអំណាចរបស់ Merlin នោះគឺជា copy cat ហើយធម្មពលរបស់ Merlin គឺជាធម្មពលបិសាចនៅក្នុងធម្មជាតិនោះឯងវាមិនអាក្រក់ទេដូច្នោះហើយទៅបានជា Merlin អាចកិច្ចអំពីការមើលឃើញនៅទីហ៊ានទាំងអស់នោះបើសិនមកជាធម្មពលរបស់នាងគ្រាន់តែបំបង្កាយធម្មតាពួកគេអាចនឹងមើលឃើញហើយក៏ដោយសារតែ Alan កំពុងតែមានបញ្ហាទីហ៊ានជាច្រើនកំពុងតែបិទនៅទ្វារក្រុងដើម្បីតាមចាត់ខ្លួនរបស់ Alan ដូច្នោះហើយ Henry នឹងបានសម្រេចចិត្តថានាំនៅអ្នកទាំងអស់គ្នាមកផ្ទះរបស់នាងសិនបុរសចំណាននៅក្នុងផ្ទះដែលមើលការខុសត្រូវ Henry ក៏ពិតជាមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញថា Henry នាំនៅភ្ញៀវមកយ៉ាងច្រើនអ្វីដែលគាត់កាន់តែភ្ញាក់ផ្អើលទៀតនោះគាត់គឺបានឃើញជាមួយនឹងវត្តមានរបស់ Alan នោះឯង Alan ក៏បានស្គាល់បុរសចំណាស់ម្នាក់នេះផងដែរក៏ដោយសារតែគាត់ត្រូវជាមេការនៅក្នុងគ្រួសារ Westfield ដែលមានឈ្មោះថា Sila នោះឯងហើយមុនពេលដែល Alan ត្រូវបានបណ្តេញចេញអំពីគ្រួសារ Westfield នោះគាត់ក៏ជាមេការនៅក្នុងទីនោះមើលការខុសត្រូវគាត់អញ្ចឹងទៅលោក Sila បាននិយាយថាខ្ញុំគឺពិតជាមានការរីករាយខ្លាំងមែនទែនដែលបានជួបជាមួយនឹងអ្នកប្រុសម្ដងទៀត Alan គាត់ក៏សប្បាយចិត្តដូចគ្នាបន្ទាប់ពីបានឃើញនៅលោកពូមេការរបស់គាត់នឹងគឺថាសុខសប្បាយធម្មតាលោក Sila បាននិយាយថាក្មេងស្រី Henry នាងគឺពិតជាចិត្តល្អខ្លាំងមែនទែននាងក៏បានយកខ្ញុំមកទីនេះនោះឯងទៅធ្វើឲ្យខ្ញុំសុខសប្បាយបែបនេះ Henry ដោយសារតែនាងអៀនពេកក៏បានអ្នកទាំងពីរនឹងឈប់ទៅចូលក្នុងផ្ទះសិនចាំនិយាយគ្នាទៀតចូលមកដល់ខាងក្នុងមើលតែ Noel ជាមួយនឹង Maylin នឹងគឺថាអុកពុកគេឡើងពេញនឹងតែម្ដង Lisa បាននិយាយថាចុញអាពីរអ្នកនេះនៅស្ងៀមបន្តិចវើយផ្ទះគេមិនលេងអញ្ចឹងតែ Henry នឹងបាននិយាយថាកុំបារម្ភអីចង់មិនទៅដោយសារតែខ្ញុំនៅតែម្នាក់ឯងទេកុំភ័យអីឡាននៅពេលដែលបានលឺអញ្ចឹងក៏បានសួរថាចុះពុកម្ដាយរបស់នាងទៅណាទៅ Henry ក៏បាននិយាយថាអូតាមពិតទៅពុកម្ដាយរបស់ខ្ញុំគឺបានបាត់ខ្លួនជាមួយនឹងឧបាតហេតុការពីឆ្នាំមុននោះឯងឡានក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីបានដឹងថាឪពុកម្ដាយរបស់នាងបានបាត់ខ្លួនហើយនាងថែមទាំងអាចបើកនៅអាជីវកម្មរកស៊ីមាននៅថ្នាក់នេះនោះទៀតអាឡានគាត់គឺឆ្ងល់ថាហេតុអ្វីបានជាសមាជិកនៃ Blackwood King គេធ្វើបាតកម្មនៅថ្នាក់នេះតឹងរឹងក៏ពិតមែនក៏ប៉ុន្តែដូចជាមិនអភិវឌ្ឍប្រទេសជាតិអីសំបីតែបន្តិចខណៈដែល Henry ក៏បាននិយាយថានោះក៏ដោយសារតែប្រជាអធិរាជត្រូវបានគេធ្វើឃាតនោះឯងកាលពីឆ្នាំមុន Lisa ក៏បានតបថាអូអញ្ចឹងនេះគឺជាបញ្ហាមួយដែលតាក់ទងជាមួយនឹងអាណាចក្រមួយនេះមិនបង្កើតការអនុវត្តប្រទេសជាតិមែនទេបើជាបង្កើតនៅអង្គការផ្សេងគ្នាហើយតឹងរឹងជាងមុនទៀតលើពីនឹងអញ៉ៃតែម្ដងរបស់យើងអាលីលើខ្លាំងមែនតើបានសួរទៅកាន់ Henry ថាចុងអធិរាជនឹងគឺជាឪពុករបស់នាងមែនអត់ឪពុកនាងត្រូវបានគេធ្វើឃាតចូលយ៉ាចានេះគួរក្បាលអន់មែនអាគេប្រាប់ថាឪពុកគេបាត់ខ្លួនទេមិនត្រូវបានគេសម្លាប់ណាយ៉ាប់មកចានេះ Maylin ក៏បានប្រាប់ទៅកាន់ Henry ថាចេះធ្វើអត់ដឹងឮទៅកុំស្ដាប់យប៉ិនឹងប្រយ័ត្នសើពេលយប់ក៏បានមកដល់ Alan ឈរតែម្នាក់ឯងគាត់ក៏ដឹងថា Henry បានមកដល់ទីនេះតែគាត់បាននិយាយថាមើលអត់គោះទ្វារអីបន្តិចហើយក៏មិនប្រាប់ដែរយប៉ិនេះវ៉ៃ Henry នាងក៏បានសួរទៅកាន់ Alan ថាអ្វីទៅគឺជាគ្រោះថ្នាក់ពួកយើងគឺបានជាប់គាំងជាមួយគ្នាទៅវិញទៅមកតាំងពីជីវិតមុនរបស់ពួកយើងម៉ែ Alan ក៏បានសួរអំពីរឿងដែលគេធ្វើឃាតអធិរាជតែវាតាក់ទងជាមួយនឹងបិសាចមែនទេ Henry នាងក៏បានតបទៅកាន់ Alan វិញថានោះគឺភាគច្រើនខ្ញុំគិតថាមនុស្សជាអ្នកធ្វើឃាតគាត់ច្រើនជាងក៏ដោយសារតែគាត់ត្រូវបានជាមកាន់ដោយទាហានយ៉ាងតឹងរឹងខ្លាំងមែនទែនបិសាចលំគឺមិនអាចចាត់ការគាត់បាននោះទេខ្ញុំគិតថាវាគឺជាមនុស្សហើយព្រោះថាគេបានធ្វើឃាតដោយមិនសោះដានតតសោះនិយាយគ្នាចុះឡើង Alan ក៏បានសួរទៅកាន់ Henry ថា Henry មើលតែឯងនឹងតាមដានខ្ញុំគ្រប់ពេលតែម្ដងខាងតែខ្លួនឯងនឹងគឺមាននៅសមត្ថភាពអាចមើលឃើញនៅដំណើររបស់គេនោះឯងគឺតាមដានយើងហ្មងមិនធ្វើជាភ្លើអីទៀតទេប្រសិនមកជាឯងមិនបានតាមដានយើងនោះទេឯងក៏មិនបានជួលលោកស៊ីឡាមកផងដែរលើពីហ្នឹងគ្រាន់តែដឹងថាយើងមកទីនេះភ្លាមឯងធ្វើចេញមកជួបយើងអីណាកាលពីមុនកូនសិស្សរបស់យើងមិនចរឹងចឹងទេវើយ Henry នាងក៏បានធ្វើជាងខ្ទើថានិយាយថាតាមពិតគ្រាន់តែជារឿងចៃដន្យទេ Alan ក៏បានតបទៅវិញថាចៃដន្យស្អីរឿងពិតសោះនឹងស្ទាក់ចាំគេសោះយីប៉ែនេះវើយ Henry ដោយសារតែអៀនពេកក៏បានដើរចេញមកខាងក្រៅនាងក៏សប្បាយចិត្តផងដែរដោយក៏បានគិតទៅកាន់ការជាតិមុនរបស់ Alan គឺពិតជាស័ក្តិសមធ្វើជាវីរៈបុរសពិតមែនក៏ប៉ុន្តែគាត់គឺមិនសូវចេះអត់ធ្មត់ទេព្រោះគាត់គឺជាមនុស្សម្នាក់ដែលអាណាគេធ្វើខុសឲ្យដឹងទៅដាក់ប្រាយឲ្យអត់និយាយច្រើនទេពួកគាត់អត់ចេះអត់ធ្មត់បើមួយទៀត Alan ក៏ជាមនុស្សដែលខ្លាចជាមួយនឹងពាក្យសម្ដីការប្រមាថរបស់អ្នកនៅជុំវិញខ្លួនផងដែរហើយក៏ដោយសារតែរឿងនេះហើយបានជាធ្វើឲ្យ Henry នាងសម្រេចចិត្តថាចាប់កំណើតមកកាន់ពិភពលោកមួយនេះព្រោះថានាងគឺនៅបារម្ភអំពីសុខទុក្ខរបស់ Alan ខ្លាចថា Alan នឹងជួបរឿងដូចការមុនទៀតHenry បន្ទាប់ពីនាងបានចាប់កំណើតមកលើពិភពលោកមួយនេះរៀងរាល់ថ្ងៃតាំងពីនាងនៅតូចគឺនាងតែងតែសម្លឹងមើលអំពីដំណើររបស់ Alan រហូតនាងអាចឃើញវាបានដោយសារតែកែវភ្នែកទីទេពរបស់នាងគឺវាស្តៀងក៏ដូចជាដូចទៅជាមួយនឹង Alan ខ្លាំងមែនទែនតែសមត្ថភាពអាចនឹងខុសគ្នាបើមិនថា Alan នឹងជួបជាមួយនឹងរឿងអ្វីនោះទេ Henry នាងគឺតែងតែមើលឃើញរហូតដោយកែវភ្នែករបស់នាងអញ្ចឹងហើយបានជា Alan ដឹងថាយប៉ិនឹងតាមដានគាត់ព្រោះ Alan គាត់គឺបានដឹងអំពីសមត្ថភាពរបស់ Henry យ៉ាងច្បាស់ Henry បានគិតនៅក្នុងចិត្តថាឲ្យតែឃើញ Alan មានក្តីសុខព្រមទាំងពោពេញទៅដោយស្នាមញញឹមនាងក៏មានក្តីសុខដូចគ្នាហើយឥឡូវនេះនាងក៏ពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដែលបានជួបជាមួយនឹង Alan ម្ដងទៀត